họ đóng có được thôi video ai lên án ngày ní cái anh mà thơ chặt nhưng đánh dạng đây ta tại chầm ơn là cả làm tôi bao nhiêu á nhưng mà đang tha subscribe đi mà subscribe đấy bật anh ấy chia xài view bao nhiêu để check it out 90%អ្នកដែលគាត់ចង់សាកបាត់មួយនេះគាត់ចូលក្នុង YouTube គាត់វាគេថា Loving You is a losing game តែនេះគឺមានជាចំណងចំណុចត្រឹមត្រូវទេហើយក្នុងហ្នឹងក៏មានខ្ញុំម្នាក់ដែរបទបែបហ្នឹងគឺល្បីខ្លាំងមែនតើក្នុង TikTok ភាគថា All Cat បកប្រែថា game មុនបន្តទៅពេកខ្ញុំសូមចុះរយល់ត្រេងមួយផ្លែវិញបើខ្ញុំប្រាប់អ្នកទាំងអស់គ្នាថា Passion ខ្ញុំ order នេះគឺ discount 50% ថ្លៃដឹកតាម1000ទេហើយក៏បានคูปอง4នេះថែមពីលើនឹងអានគឺជា Air for Delivery តែតាមប្រកាសថ្មីហើយមានការផ្ដល់ជូន discount promotion ច្រើនខ្លាំងមែនតើចាញ់ game ស្នេហានេះអូតូហ្មងនៅពេលដែលយើងឲ្យនរណាម្នាក់អស់ពីពោះ anh bạn tham video này xem đẹp nhóm một video cách ha quạt review FC nhỉ dương anh chỉ lại cái này ha quạt cho từក្នុង topic promote red an mà ngoài gục đái np để tìm mũi quạt ai lại cái này promote đào giáo mình trong chỉ lại cái này promote thinh page anh chỉ bạn tham quạt tiền red an tới chỉ lifestyle bọc quạt mình quạt review sốc chừng tới có quạt order mà hộp order cầm mỏng red an chừng tới những cái ha gục đài phần tái bà sân chỉ xua tha lược mất ai thử topic bỏ red an ở 50-50 aiមានសិនចាំនៅក្នុង TikTok ពណ៌ក្រហមតាមចាំមើលអូខ្ញុំមិនមានព្រោះនឹងបងខ្ញុំពណ៌លឿងហ្នឹងមានតែមិនសិនចាំអត់សូវចាំវាចាខ្ញុំមិនសូវលេងខ្ញុំអត់សូវ reply គេដែរអេបើអូនឯងអត់មានសិនពណ៌ក្រហមទេតែបាន follow បងប្អូនខ្មៅក្រហមគេអានថាគេ red អានឥឡូវអូនឯងស្គាល់ app ហ្នឹងអូនេះប្រហែលតើចាគ្នាសម្រាប់ Red ណាគឺជា app កូនខ្មែរដែលបង្កើតដោយកូនខ្មែរយើងតែម្ដងអ្វីដែលសំខាន់នៅក្នុងហ្នឹងគឺមានម្ហូបច្រើនទៀតហើយសម្រាប់បញ្ចុះតម្លៃច្រើនខ្លាំងមែនទែនទៅលើមុខម្ហូបផ្សេងៗមាន 30% 50% និយាយទៅបទពិសោធន៍ថ្មីរបស់ខ្ញុំជាមួយនឹង app Red ណាគឺស្រួលខ្លាំងមែនទែន follow បងតែអញ្ចឹងមកជួយនៅណៃពីមើលយ៉ាអូខេ follow បងគឺនឹងបានលុយអញ្ចឹង ok trường bảy bao bánh xem đẹp video mới ní nhâm kết ha bà sân chỉ nhôm up đai score copy món á vậy để nhâm kết ai guess ta quad chỉ voxit content creator chẳng từ cho nên là bọc quad cứ quad min sound effect min effect xem cái edit bọc quad ấy còn min flow min ấy thầm thở bọc quad tại vậy để xem khán đi nhôm ăn gì món nâng chứ vì ai hiện simple xem đẹp nhóm của đời sa ta creative nên video ní anh chỉ ban ha nhôm thọ khơi video chẳng chờn ok chẳng tới can lại và tó គឺខ្ញុំ join OG fan ដែរដោយអ្នកនេះឃើញខាងលើនេះអញ្ចឹងចាំអ្នកនេះ complete mansion ជាមួយនឹងអញ្ចឹងអីដែលខ្ញុំចង់ប្រាប់ទៅកាន់ fan OG គ្នាយើងនោះគឺជា app Red Ant ដែល app មួយនឹងផងដែរគឺជា app delivery ហើយអីដែលកាន់តែពិសេសនោះគឺជា app ដែលបង្កើតឡើងដោយកូនខ្មែរផ្ទាល់យកមកហើយនិយាយពី option នៅក្នុង app នឹងវិញគឺច្រើនខ្លាំងមែនតើមានតាំងពីទិញម្ហូបមានតាំងពីដឹកជញ្ជូនទិញផ្កាទិញថ្នាំដល់ភ្លាមអូតូខមបន្តិចសិតតែ discount អញ្ចឹងអ្នកនេះគឺចំណេញលើចំណេញនិយាយមែនអ្នកនេះ complete ទៅប្រើទាំងអស់គ្នាហើយខ្ញុំ recommend តែយើងប្រើជាមួយនឹង app Red Ant នេះទៅដែលអូនដោយកូនខ្មែរហ្នឹងគឺយើងអាចធ្វើឲ្យលុយហ្នឹងវាមូលវានៅតែក្នុងខ្មែរយើងវាអត់ទៅណាឆ្ងាយពីខ្មែរយើងប្រហែលទេអញ្ចឹងអ្នកនេះខ្ញុំមានតែប៉ុណ្្នឹងទេ complete mention OG fan របស់យើងមកឲ្យបានច្រើនហើយទៅ register ជាមួយនឹង app Red Ant ទាំងអស់គ្នាបាយ video របស់គាត់ទី1 video គាត់លក្ខណៈ advertise គឺ advertise សុទ្ធហ្មងហើយគាត់មាន hook ពីដំបូងដែរប៉ុន្តែ hook ហ្នឹងបើសិនជាខ្ញុំមើលពីដំបូងគឺខ្ញុំអាចនឹង misunderstand ព្រោះដោយសារតា OG ទាញមកចូល Red Ant វាអាចនិយាយបានថាអ្វីដែលខ្ញុំគិតតួអង្គ3ផ្សេងៗទៀតទូចដែលនៅក្នុងរឿង OG ហ្នឹងអញ្ចឹងប៉ុន្តែ3តួអង្គហ្នឹងគឺជាសត្វកាឡាទេ not Red Ant តែនេះគ្រាន់តែជា comment របស់ខ្ញុំឯង video ហ្នឹង overall អាចនិយាយបានថាខ្ញុំពេញចិត្តថងថាទី1គាត់ advertise ពី message ទៅពី message របស់ Red Ant ទៅកាន់ audience ប៉ុន្តែ the way ដែលគាត់ advertise គឺ over page វាច្រើនពេកជាអ្វីដែលខ្ញុំគិតទេអូខេអរគុណតែលើមកមើលបេក្ខជនបន្ទាប់សកម្មភាពខ្លះៗដែលធ្វើជា digital marketing ជាមួយខ្ញុំអញ្ចឹងពេលព្រឹកងើបពីគេងមកគឺរៀបចំខ្លួនទៅធ្វើការតាមទម្លាប់រាល់ដងអញ្ចឹងបើកុំព្យូទ័រមកឆែកការងារដែលនៅសល់ហើយការងារដែលត្រូវធ្វើនៅក្នុងថ្ងៃនេះដែលខ្ញុំមាន schedule ត្រូវចេញទៅថតនៅខាងក្រៅជាមួយនឹងក្រុមការងាររបស់ខ្ញុំហើយខ្ញុំមាន app មួយចង់ណែនាំទៅកាន់បងគឺ app Red Ant ដោយសារតែខ្ញុំអត់មានពេលចេញទៅខាងក្រៅអញ្ចឹងហើយខ្ញុំត្រូវ order មកហូបញ៉ាំនៅក្នុង app គេមាន promotion ជាច្រើនហាត់ app Red Ant ណាលឿនអញ្ចឹងទើប order មិញសោះបានចារឹកគេនឹងចាទៀតហ្នឹងដល់មកទៅណាមិញហ្នឹងដែរយកសោះតែអូខេអញ្ចឹងសម្រាប់បេក្ខជន Chris ខ្ញុំឆ្លាញ់វីដេអូរបស់គាត់ព្រោះទី1អាចនិយាយបានថាវាលក្ខណៈជា lifestyle វីដេអូប៉ុន្តែគាត់អាច connect ពីការ advertise ហ្នឹងចូលទៅក្នុងហ្នឹងហើយរបៀបដែលគាត់ advertise ហ្នឹងពីដំបូងខ្ញុំគិតថាវាអត់ connect គ្នាប៉ុន្តែដល់ពេលយើងមើលវីដេអូដល់ចប់ទៅវាស្រាប់តែវា connect គ្នាដោយសារតែគាត់យក the way ដែលគាត់ advertise ហ្នឹងទៅជាការយកសពរបស់គាត់អញ្ចឹងវាទៅជាសាច់រឿងមួយហើយសម្រាប់ប្លង់ថតរបស់គាត់គឺ clear ច្បាស់មែនទែនទាំង caption ទាំងអីអាចនិយាយបានថាគាត់ frame caption សម្រាប់ frame ទៅលើវីដេអូរបស់គាត់ហ្នឹងគឺគាត់យក frame របស់ TikTok អញ្ចឹងវាអាចបើសិនជាយើងមើលនៅក្នុងកម្មវិធី edit គឺ caption នៅខាងក្រោមអក្សរ TikTok ហ្នឹងកន្លែង fit ជាមួយនឹង new fit ហ្នឹងហ្មង
ចឹងខ្ញុំគិតថាគាត់គិតបានច្បាស់ហើយមួយទៀតពណ៌ branding អីផ្សេង effect sound effect អីផ្សេងគឺ good មែនតើសម្រាប់ខ្ញុំ ណែនាំ app មួយដែលធ្វើឲ្យអ្នកចំណេញនោះគឺ app Red An តើអ្នកទាំងអស់គ្នាដឹងអត់ថា app Red An គឺជា app ដែលបង្កើតឡើងដោយកូនខ្មែរ app Red An នឹងមានលក់មុខម្ហូបជាច្រើនមិនថាមុខម្ហូបខ្មែរឬក៏ភេសជ្ជៈអីទេហើយមានការ promotion ជាច្រើនថែមទៀតផង ពេលខ្ញុំមើលវីដេអូនេះដំបូងអ្វីដែលខ្ញុំគិតវាដូចវីដេអូ TVC ព្រោះដោយសារតែទាំងប្លង់កាមេរ៉ាទាំងកែ edit របស់គាត់អីអញនិយាយបានថាគីឡូធ្ងន់នេះបើសិនជាខ្ញុំ rate ឲ្យទៅលើកែ edit របស់គាត់ខ្ញុំ rate ឲ្យ9ទៅ10ហ្មងព្រោះទាំង quality កាមេរ៉ាទាំងកែ edit អីមើលទៅវា smooth ល្អតែសម្រាប់វីដេអូរបស់គាត់មានហុកពីក្បាលដំបូងឲ្យយើងអញនិយាយបានថាភ្ញាក់មិនតិចចឹងណាបន្ទាប់មកបានគាត់រៀបរាប់ពី benefit ឬក៏អីផ្សេងក្នុង app Red An ហ្នឹងតែខ្ញុំគិតថា good ជីវិតរបស់ខ្លួនឯងកំពុងតែជួបការលំបាកឬមួយក៏បាក់ទឹកចិត្តសូមឈប់គិតបានបន្តិចសិនហើយសាកមកកលេចមើលជីវិតរបស់ពួកគាត់ជាមួយខ្ញុំខ្ញុំបីតែអាហារមកពេលក៏អត់មានផងដូច្នេះថ្ងៃនេះខ្ញុំចង់ធ្វើរឿងតូចៗមួយចំនួនជាមួយនឹងម៉ាក់របស់ខ្ញុំដើម្បីឲ្យខ្លួនឯងរឹងមាំហើយក៏ចង់ចែកម្លែកជាមួយនឹងស្នាមញញឹមទៅកាន់អ្នកផ្សេងផងដែរហើយហ្នឹងម៉ែចង់ធ្វើអីខ្ញុំធ្វើជូនហ្មងចឹងក៏បានអូខេ បាទហើយការ order ម្ហូបធម្មតាគឺខ្ញុំ order តាម app Red An ហើយខ្ញុំជ្រើសរើសយក pick up ផ្ទាល់ហ្មងគឺខ្ញុំអត់ឲ្យគេ delivery ទេ ចាពេញជូនអ៊ំប្រសាង ហើយមានអារម្មណ៍មិនដែរ មានអារម្មណ៍ជ្រះថ្លាបានធ្វើបុណ្យជូនឲ្យចាស់គាត់ប្រសាអញ្ចឹងមានអារម្មណ៍ជ្រះថ្លាល្អ អញ្ចឹងយើងសប្បាយចិត្តបានតិចវិញណា សប្បាយចិត្តវិញហ្នឹង អូខេអញ្ចឹងយើងទៅទៀតទៅហើកូន ខ្ញុំមានអារម្មណ៍ថាវីដេអូនេះវាវែងពេកអញ្ចឹងអាចនឹងខ្ញុំសារខ្លះហើយវីដេអូនេះខ្ញុំគិតថាវាល្អមែនតើព្រោះដោយសារតែខ្ញុំក៏ជាមនុស្សម្នាក់ដែលចូលចិត្តធ្វើការងារនៅក្នុងសង្គមក៏ដូចជាវីដេអូពាក់ព័ន្ធជាមួយនឹងការជួយឬក៏ charity អីដែរប៉ុន្តែសម្រាប់វីដេអូក្នុងការប្រឡងវាអាចរៀងវែងពេកតែវីដេអូនេះ overall គឺ good និយាយមែនអត់ដឹងថាមានតែគេដូចខ្ញុំឯងឲ្យតែថ្ងៃឡើងគឺអត់ដឹងថាត្រូវញ៉ាំអីហ្មងហើយមកវិញទៀតគឺអត់ចង់ចេញទៅក្រៅទេដោយសារតែអាកាសធាតុឥឡូវគឺក្តៅមែនតើក្នុង app Red An ណាគឺមានម្ហូប order ច្រើនមែនតើហើយនេះខ្ញុំដឹងថា app Red An គឺជា app របស់កូនខ្មែរដែលបង្កើតឡើងដោយកូនខ្មែរហ្មងណាទាំងអស់គ្នាអញ្ចឹងមានតែ app នេះមួយគឺស្រួលហ្មងបាច់ពិបាកជាងទៅក្រៅទិញខ្លួនឯងកំងត online ក៏គេយកមកឲ្យដល់កន្លែងទីតាំងដែរអញ្ចឹងសារ order នៅក្នុង app Red An ទាំងអស់គ្នា សម្រាប់វីដេអូមួយនេះខ្ញុំគិតថា simple យើងក៏ឃើញវីដេអូនឹងច្រើននៅក្នុង social media នៅក្នុង TikTok អីផ្សេងសម្រាប់ការ review ទៅលើ app ឬក៏ម្ហូបឬក៏អីផ្សេងគឺយើងធ្លាប់ឃើញសឹងតាគ្រាន់ថ្ងៃហ្មងអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំគិតថាសម្រាប់ creative គឺវារៀងនៅទីបន្តិចបើសិនជាគាត់មាន creative ទៅលើវីដេអូនឹងបន្ថែមទៀតអាចនឹង good ជាងនឹង better ជាងនឹងហើយអ្វីដែលសំខាន់ការ edit របស់គាត់អីអូខេពាក់ព័ន្ធជាមួយនឹង sound effect ក៏ដូចជាពីម៉ាស៊ីនទៅម៉ាស៊ីនមកលូបទៅមកលូបហ្នឹងគឺអូខេប៉ុន្តែគាត់ថាអ្វីដែលខ្ញុំចង់បានអ្នកទាំងអស់គ្នាគួរតែមាន creative ទៅលើវីដេអូជាងនឹងទីទៀត ទទួលបាន$4ពី Red An ត្រូវឲ្យអ្នកទាំងអស់គ្នាគឺទទួលបាន$4សម្រាប់អតិថិជនថ្មីពី Red An ចូល Red An ហ្នឹងគឺជាអីម៉េចនេះខ្ញុំប្រាប់ Red An គឺជា app ដឹកជញ្ជូនដែលបង្កើតឡើងដោយកូនខ្មែរហើយជាពិសេសទៀតនោះនៅក្នុង app Red An គឺសម្បូរទៅដោយហាងជាច្រើនដែលជា brand បង្កើតឡើងដោយកូនខ្មែរទៀតផងអ្វីដែលពិសេសជាងនេះទៀតគឺមាន promotion ជារៀងរាល់ថ្ងៃហ្មងមានទាំង 20% 30% 40% 45% 50% ក៏ដូចជាមានដល់ 60% ផងដែរនិយាយពីរឿងថ្លៃដឹកវិញគឺឲ្យអ្នកទាំងអស់គ្នាបារម្ភហ្មងគឺចំណាយត្រឹមតែ$1000រៀលអ្នកទាំងអស់គ្នានឹងទទួលបានអាហារដល់ដៃតែម្ដងនៅចាំអីទៀតទៅ download Red An ពី App Store ឬ Play Store ឥឡូវនេះ Red An បង្កើតឡើងដោយខ្មែរដើម្បីខ្មែរ នេះដូចវីដេអូមុនដែរខ្ញុំមើលទៅលក្ខណៈជា advertise ឬក៏ review សុទ្ធពេកប៉ុន្តែគាត់ថាគាត់រៀង better ជាងគួយឆេងឡាពៅព្រោះដោយសារតែគាត់មានហុកពីក្បាលដំបូងអញ្ចឹងបានថាបើសិនជាយើងអស់កាត់វីដេអូរបស់គាត់សេកមកបាក់អញ្ចឹងទៅយើងអាចនឹង scoop មើលវីដេអូនឹងបន្ថែមទៅអញ្ចឹងទៅប៉ុន្តែនៅពេលដែលចូលដល់ពាក្យកណ្ដាលវីដេអូខ្ញុំអាចនឹងហុញចោលព្រោះដោយសារតែ promote ខ្លាំងពេកអត់មានអីដែលគួរឲ្យចាប់អារម្មណ៍ដល់ខ្ញុំមើលបន្តប៉ុន្តែសម្រាប់ទៅលើការ edit ជាមួយនឹង sound effect អីរបស់គាត់គឺ good ព្យាយាមមាន creative ជាងនឹងតិចទៀតដែលធ្វើឲ្យអ្នកមើលគាត់មានអារម្មណ៍ថាគាត់ចង់មើលវីដេអូនោះដល់ចប់ហ្មង ចង់ហូបអីខ្ញុំទិញឲ្យចង់ហូបអីដែរបងចង់ញ៉ាំ hamburger ដែរញ៉ាំ hamburger ទេអូចង់ hamburger បងអូខេខ្ញុំទិញឲ្យចង់យកកំងតាមរយៈ app Red An Express ឥឡូវយើងកំងញ៉ាំទាំងអស់គ្នា
Red Ant Express គឺជាកម្មវិធីដ៏ជុំមកអាហាររបស់ខ្មែរយើង 100% មានទៅដល់ហាងខ្មែរយើងជាច្រើនដែលមានជាមួយនឹងម្ហូបអាហារជាច្រើនមុខទាំងអស់ហើយក៏មានជាមួយនឹងកម្មវិធីតម្លៃជាច្រើនផងដែរដល់ទៅបងបានម្ដងហើយបងបាទបងទៅបានទៅយកហើយបងសេវាដល់ជួនគេវិញគឺរហ័សលឿនមែនតើអ្នកដឹករੂរេនិងកុំការទៀតផងអរគុណច្រើនបង follow វីដេអូនេះខ្ញុំឃើញដំបងណាខ្ញុំគិតថាវីដេអូនេះបោះស៊ីងហេតុរបៀបចឹងណាហើយដូច vibe fast ឬក៏ trending ឥឡូវហ្នឹងអញ្ចឹងសម្រាប់បើសិនជាវីដេអូរបស់គាត់ខ្ញុំមើលទៅអាចនិយាយបានថាបើសិនជាក្មេងៗឬក៏fan របស់ fast fan របស់sing អីគាត់ឃើញវីដេអូហ្នឹងគាត់អាចនឹងមើលដល់ចប់ព្រោះដោយសារតែទី1វាជា style របស់ idol របស់គាត់ទី2ក្មេងៗចូលចិត្ត trend បែបហ្នឹងឥឡូវហ្នឹង rate ឲ្យទៅលើអាការញ៉ាំរបស់គាត់អីផ្សេងៗហ្នឹងអាច6លើ10ចឹងទៅប៉ុន្តែ overall សម្រាប់វីដេអូនេះខ្ញុំគិតថាមួយយ៉ាងសម្រាប់ខ្ញុំព្រោះដោយសារតែទី1ដូចខ្ញុំនិយាយចឹងអាចនឹង trending style ដែល concept វីដេអូឥឡូវគឺគេចូលចិត្តធ្វើបែបហ្នឹងហើយមួយទៀតអ្នកមើលអាចនឹងមើលរហូតដល់ចប់ព្រោះដោយសារតែ style មួយហ្នឹងអ្នកគ្រូអីអ្នកគ្រូ ចាគ្រូនៅក្នុងហ្នឹងព្រៀននៅក្នុងហ្នឹងបងគាត់សួរខ្ញុំមុនឥឡូវខ្ញុំសួរគាត់វិញម្ដងបងរ៉េតអានមែន បាទខ្ញុំបុគ្គលិកដឹករ៉េតអានបង ហើយសេវាកម្មរហ័សទាន់ចិត្តទៀតបងប្អូនដឹងថាកូនខ្មែររបស់យើងពិតជាបកាយអស្ចារ្យមែនដែលអាចបង្កើតនៅ app មួយដែលផ្ដល់សេវាកម្មដឹកជញ្ជូនណាបានដោយខ្លួនឯងខ្ញុំពិតជាមានមោទនភាពចំពោះ Red Ant មែនហើយមានសុជីវធម៌ល្អទៀតជា app ដែលបង្កើតឡើងដោយកូនខ្មែរហើយមាន promotion ជាច្រើនទៀតដល់ឥឡូវហ្នឹងគឺគេមាន promotion ថ្លៃដឹកត្រឹមតែ 1000 រៀលហើយសម្រាប់អ្នកប្រើ promotion បញ្ចុះតម្លៃពីហាងផ្សេងជាច្រើនទៀតហើយនៅក្នុងហ្នឹងក៏បានបញ្ជាក់ប្រាប់ដែរថាកម្មវិធី Red Ant បង្កើតដោយខ្មែរដើម្បីខ្មែរយើងកុំភ្លេចគាំទ្រនៅ app ដែលជាស្នាដៃរបស់កូនខ្មែរទាំងអស់គ្នាណា វីដេអូរបស់អ្នកគ្រូមកចំណោមដែលខ្ញុំបានមើលខ្ញុំអាចនិយាយបានថាខ្ញុំ interest ទៅលើ hook របស់អ្នកគ្រូមែនទែនព្រោះដោយសារតែទី1គាត់មានសាច់រឿងដែលអាចធ្វើឲ្យខ្ញុំមើលវីដេអូហ្នឹងទៅបន្តទៀតហើយអ្វីដែលសំខាន់គាត់បាន mention ពី message របស់ Red Ant ដោយ app របស់កូនខ្មែរហើយគាត់មានដើមវីដេអូពីដំបូងគាត់ថាសួរអ្នកគ្រូមែនអីចឹងមែនហើយវា connect គ្នាអាចនិយាយបានថាសាច់រឿងគឺវា connect គ្នាតែខ្ញុំគិតថាវីដេអូនេះបើសិនជាក្នុងចំណោមវីដេអូដែលដាក់ចូលនៅក្នុងការប្រកួតខ្ញុំគិតថាវីដេអូនេះស័ក្តិសមជាវីដេអូដែលចូលទៅក្នុងការប្រកួតព្រោះអាចនិយាយបានថាដូចខ្ញុំបាន mention មុននឹងអញ្ចឹងវាមានសាច់រឿងមានអីដែល connect គ្នាមាន sound effect មានអីក៏បែបយ៉ាងមាន message នៅក្នុងនឹងខ្ញុំគិតថា good សម្រាប់ខ្ញុំចឹងនេះគ្រាន់តែជា idea របស់ខ្ញុំឬក៏ជា opinion ជាមតិយោបល់របស់ខ្ញុំទេហើយបើសិនជាមានចំណុចខ្វះខាតឬក៏ខុសឆ្គងកន្លែងណាអីខ្ញុំក៏មិនជា professional ទៅលើការដាក់ពិន្ទុនៅក្នុង content ដែរប៉ុន្តែអាចនិយាយថាខ្ញុំមាន experience ច្រើនឆ្នាំទៅលើការធ្វើ content ដូចគ្នាអញ្ចឹងបើសិនជាមានអីបន្ថែមឬក៏អ្នកទាំងអស់គ្នាមានមតិអីពាក់ព័ន្ធជាមួយនឹង content របស់ពួកគាត់អ្នកទាំងអស់គ្នាអាច drop comment ហើយកុំភ្លេចគាំទ្រ Red Ant បន្តទៀតអូខេ bye bye